ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំអារម្មណ៍បងទៅមើលម្ហូបមួយមុខដែលមិនដែលហូបទេបងប្អូននេះម្ហូបហ្នឹងគឺឆាខ្ចៅហើយនឹងខ្យងបងប្អូនដែលហូបឆាខ្ចៅខ្យងបងប្អូនភាគច្រើនហូបតែខ្យងចំហុយខ្ចៅចំហុយមែនអត់តែថ្ងៃនេះបងប្អូនចង់មកឆាខ្ចៅហើយនឹងខ្យងបងប្អូនមុនដំបូងគិតថាស្លការីប៉ុន្តែអត់មានគ្រឿងការីក៏ផ្លាស់ប្ដូរទៅជាឆាខ្ចៅខ្យងវិញឆាគ្រឿងបងប្អូនហើយគ្រឿងយើងងាយបងប្អូនខ្ញុំដាក់ខ្ទះចូលផ្លុកខ្ញុំដាក់ម្ទេសក្រហមយើងចូលហ្នឹងវិញឲ្យរាងក្រហមចាប់ផ្ដើមដាក់គ្រឿងដែលយើងបុកហើយបងប្អូនហើយនាងប្រើខ្ទិះដូងបងប្អូនណាដូងយើងប្រើខ្ទិះដូងម៉ាក់ហ្នឹងបងប្អូនមិនដឹងម៉ាក់ស្អីទេអត់ចេះស្គាល់ឈ្មោះទេបងប្អូនអើយអត់ចេះស្គាល់ឈ្មោះអត់ស្គាល់ឈ្មោះទេបងប្អូនវិញភាសាអង់គ្លេសគឺអត់សូវស្គាល់ឈ្មោះទេពេលដែលយើងដាក់ខ្ទិះដូងចូលហើយយើងកូរវាបងប្អូនឡើងឈ្ងុយក្លិនណាកូនខ្ញុំថាម៉ាក់អើយឈ្ងុយខ្លាំងណាស់បន្ទាប់ពីដាក់ខ្ទិះដូងចូលហើយខ្ញុំចាប់ផ្ដើមដាក់ទឹកត្រីមកជ្រោយប៊ីចេងបន្តិចស្ករបន្តិចរ៉ូឌីបន្តិចដើម្បីឲ្យមានរសជាតិក្នុងខ្ទិះនឹងស្រាប់តែម្ដងបងប្អូនហើយយើងដាក់តែប៉ុណ្្នឹងទេបងប្អូនបាច់ចាំថែមថយឲ្យទៅរសជាតិមកឆ្ងាញ់អែមចឹងតែម្ដងដោយសារយើងផ្សំគ្រឿងទៅបងប្អូនហើយនេះម្ទេសហុយមិនចោលទេម្ទេសហុយអត់មានម្ទេសនឹងស្រស់ទេដាក់ម្ទេសហុយបន្តិចដើម្បីឲ្យវារសជាតិកាន់តែឆ្ងាញ់បងប្អូនគ្រាន់តែឃើញក្បាលខ្ទិះមុនដំបូងក៏ឆ្ងាញ់បងប្អូនអើយញ៉ាំលឹកមាត់លើកដៃបងប្អូនថ្ងៃហ្នឹងអស់ស្រាមួយកេះហ៎បន្ទាប់ពីខ្ទិះយើងរំលីងវាឡើងឈ្ងុយហើយចាប់ផ្ដើមដាក់ខ្ចៅខ្យងចូលផ្លុកឲ្យបងប្អូនអើយបងប្អូនចាស់ក្លិនម្លងឈ្ងុយតែម្ដងបងប្អូននេះពីរសជាតិកប់សេរីបងខានហូបយូរបងប្អូនឆ្ងាញ់ណាស់ហើយខ្ទិះដូងដែលយើងលើសល់ទាំងប្រមាណហ្នឹងគឺយើងចាក់ថែមបង្ហើយឲ្យអស់តែម្ដងទៅបងប្អូនដើម្បីឲ្យវាកាន់តែឆ្ងាញ់ទៀតណាបងប្អូនអេយូរបានហូបម្ដងឆ្ងាញ់ណាស់បងប្អូនមុខបហូបមុខនេះអស់មួយចានដល់សល់មួយចានបងប្អូនសាក់ហូបធ្វើហូបបងប្អូនខែហ្នឹងចាប់ផ្ដើមសម្បូរខ្ចៅខ្យងឡើងវិញហើយអាចចឹងកុំឲ្យខកខានម្ហូបខ្មែរមួយមុខនេះបងប្អូនសាក់ម្ហូបខ្មែរមួយមុខបងប្អូនគឺខ្ទិះខ្ចៅនិងខ្យងរសជាតិឆ្ងាញ់កប់សេរីខ្លាំងបងប្អូនអើយអ៊ំញ៉ាំទឹកបងប្អូនឲ្យកូនទាអ៊ំញ៉ាំទឹកចាំតិចចាំអ៊ំដាក់ឲ្យឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយតែពេលហូបនឹងគឺអត់បានហូបឲ្យមើលទេបងប្អូនតែថ្ងៃហ្នឹងមានម្ហូបហើយខ្វះទឹកណាត់បងប្អូនជុំគ្នាមានអីឆ្ងាញ់អស់តោះបងប្អូនអើយបងប្អូនមិនមែនប្រមឹកទេបងប្អូនក៏ប៉ុន្តែគ្រាន់តែអត់វាបានណាមួយចង់បានរង្វាន់ចេះតាមរង្វាន់ទៀតហ្នឹងណាហើយបងប្អូនតំណងអត់នេះនឹងស្ដាយបងប្អូនមកងាស់មកទេសហ្នឹងវាអត់ទៅសូវក្រហមខ្លាំងបើបានក្រហមខ្លាំងរត់តែល្អទេបងប្អូនតែទោះយ៉ាងណាក៏ដោយក៏រសជាតិនៅតែឆ្ងាញ់ដែរបងប្អូនយូរបានហូបម្ដងឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយហើយយើងនគរអញ្ចឹងដើម្បីឲ្យឆាប់ឆ្អិននោះបងប្អូនហើយមិនអស់ចិត្តទេនគរវល់គោបោះឡើងឲ្យព្រក់រសជាតិឆ្ងាញ់ណាស់បងប្អូនលើកជ្រាវឲ្យមើលបងប្អូនមើលថាឆ្ងាញ់ប៉ុណ្ណាហើយរសជាតិកប់សេរីបងប្អូនហើយមិនចោលទេសដាយដីយើងចុងក្រោយបងប្អូនសដាយដីមួយចានចាក់ចូលផ្លាប់គោយវល់ចូលគ្នារសជាតិឆ្ងាញ់កប់សេរីរីបងប្អូនសាក់ធ្វើហូបទៅមើលហើយថ្ងៃហ្នឹងក៏មានក្តាមស្ងោរបងប្អូននេះក្តាមស្ងោរមុខទៀតក្តាមស្ងោរហ្នឹងក៏រសជាតិឆ្ងាញ់ដែរបងប្អូនហើយអរគុណសម្រាប់វីដេអូមួយនេះដែលបងប្អូនតែងតែគាំទ្រវីដេអូនឹងខ្ញុំអរគុណច្រើនហេង